ថ្ងៃនេះខ្ញុំមកប្រាប់ពីហេតុផលសំខាន់យកឡានចេញពីថៃទៅខ្មែរនឹងឯទី1នឹងគឺយើងត្រូវចូលប៉ាំលម៉ាន់មួយទឹកសិនកុំភ្លេចចាក់សាំងឡានផងតើអត់ចាក់សាំងឡានជាទៅមុខទេនេះគឺខ្ញុំឈប់នៅប៉ាំនៅតាមផ្លូវសិនខ្ញុំចុះមួយទឹកសិនល្បាក់យម៉ោង11 12ហ្នឹងគឺយើងមួយទឹកស្លៀកពាក់ដូរកៅអៅឲ្យស្អាតហើយបើកឡានតធ្វើដំណើរតាមផ្លូវកុំឲ្យងក់កាលណាងក់គឺវាពិបាកហើយបើសិនជាយើងដឹងខ្លួនយើងមិនស្រួលយើងចូលប៉ាំសម្រាប់សិននេះគឺខ្ញុំចេញពីក្រុងថេបមកគឺខ្ញុំជិះរយៈពេល5 ទៅ 6 ម៉ោងដោយសារខ្ញុំនៅក្រុងថេបស្រាប់ចឹងណាហ្នឹងហើយភ្លេចប្រាប់គឺខ្ញុំចេញច្រកឡាននេះគឺខ្ញុំយកចេញតាមច្រកឆោមចោមខាងខ្មែរយើងហៅថាច្រកអូស្មាច់នៅខាងខេត្តឧត្តមមានជ័យអ្នកបញ្ចូលសម្លេងរៀងឈឺកមួយថ្ងៃហ្នឹងហើយនេះគឺជាពូម៉ាក់ខ្ញុំពេលយើងមកដល់ចិត្តដល់ច្រកអូស្មាច់គឺមានប៉ាំមួយនៅខាងឆ្វេងដៃហ្នឹងហើយនេះគឺជាគំនិតសំខាន់ប្រហើយបើសិនជាបងមកកុំមកម៉ោង 2 ម៉ោង 3ដូចខ្ញុំគឺមកម៉ោង 2 ម៉ោង 3 យប់មកដល់នេះម៉ោង 3 យប់គឺពិបាកច្រកគេអត់បើកគេបើកម៉ោង 7 ព្រឹកដល់ពេលឲ្យមកឲ្យពូម៉ាក់ខ្ញុំដេកដូចឆ្កែអញ្ចឹងឃើញអត់ដេកដូចក្មេងអាណាថាអ្នកសុំទៀនចង់ដេកយើងត្រឹមត្រូវជាងក្នុងឡានមានមកដេកនៅមុខមើលទៅកំសត់ណាស់អញ្ចឹងហើយកន្លែងហ្នឹងអសរកន្លែងស្អាតអាមុខហ្នឹងគឺកន្លែងគេនោមព្រៃគេនោមហើយអាគៀននេះគឺធុងម៉ាំកំសត់ចុយមកថារឿងជប៉ុនទៅកំសត់នេះកំសត់ជាងតួជប៉ុនទៀតនេះឃើញធុងម៉ាំអត់ធុងម៉ាំនៅចិត្តហ្នឹងដេកក្បែរធុងម៉ាំដេកធុងម៉ាំអូខេអត់និយាយច្រើនលើម៉ោង 7 ព្រឹកយើងមកដើររឿងឯកសារឥឡូវខ្ញុំប្រាប់ពីឯកសារសំខាន់គឺ1គឺបានបើកបោទី2គឺតាក់ញ៉ាំបានទី3គឺសបុតឡានតែខ្ញុំចេញមកឯកសារខ្ញុំមិនគ្រប់គឺស្រួលមែនតើគឺអាចនិយាយបានថាមិនដល់កន្លះម៉ោងទេល្បាក់ជា15 នាទីទៅ 20 នាទីនេះគឺខ្ញុំអាចចេញមកបានហើយទី1ហ្នឹងគឺខ្ញុំត្រូវយកប៉ាសពតតាក់ញ៉ាំបានហើយនឹងសភៅឡានយកទៅខាងថៃនៅខាងខ្ញុំពងដើរចូលហ្នឹងគេវាយប៉ាសពតខ្ញុំនៅខាងថៃហើយខ្ញុំក៏បានចេញទៅខាងខ្មែរគឺវាយខាងខ្មែរប៉ុណ្ណឹងចប់គឺមានអីច្រើនទេតិចឃើញខ្ញុំយកចេញមកស្រួលបងមកតាមក្រោយខ្ញុំពិបាកថាមេសាបកាច់អញយកទៅពិបាកមែនយកចេញទៅស្រួលមែនខ្ញុំអត់ដឹងដែរបងខ្ញុំយកចេញទៅដេកមានពិបាកអីផងតែ15 នាទីគឺចេញមក100គឺឲ្យតែឯកសារយើងគ្រប់បងគឺអត់ពិបាកទេហើយឯកសារគ្រប់សូមមានឯកសារអីខ្លះឯកសារគ្រប់ហ្នឹងគឺមានតែតាក់ញៀនបានបើកបោហើយនឹងលឹមឡានគឺឈ្មោះរបស់យើងប៉ុណ្ណឹងគឺចប់សពគ្រប់អានេះគឺខ្ញុំមកដល់ខាងកន្លាញ់ឲ្យបងប្រុសគាត់នៅខាងកន្លាញ់អានេះគឺខ្ញុំជូនភ្ញៀវមកដែរគឺខ្ញុំមិនមែនខ្ញុំមកតែឯងណាគឺភ្ញៀវគាត់មកផ្ទះដែរតែខ្ញុំជូនគាត់មកទៅដើម្បីបានសហួយថ្លៃសាំងជួយចេញគ្នាខ្ញុំចាក់សាំងមិនអស់តិចណាខ្ញុំចាក់តាំងពីឡែមមកដល់ច្រកអូស្មាច់រហូតដល់ខេត្តបៃលិនវិញខ្ញុំចាក់អស់6000 បាតនិយាយរួមទៅ 10000 បាតដាច់ប៉ិតអត់មានបាន CA លេងចាក់សាំងសុទ្ធអញ្ចឹងមិនថាបើជីឡានឈ្នួលអស់តែ 50000 ខ្មែរទេតែពេលយកចាក់ចេញឡានខ្ញុំអត់ដឹងថាវេទនាប៉ុណ្ណាអស់លុយច្រើនក៏ប៉ុន្តែវាសប្បាយហ្នឹងហើយបន្ទាប់ពីខ្ញុំតម្លាក់ភ្ញៀវនៅខាងកន្លាញ់ខេត្តឧត្តមមានជ័យហើយខ្ញុំក៏ឈ្មោះទៅបងអាវខ្មៅគាត់នៅខាងបាត់ដំបងឥឡូវដូចពីអ្នកពូម៉ាក់ខ្ញុំអានេះហៅថាអាស៊យបងប្អូននៅថៃវាស្គាល់វាអាស៊យឥឡូវយើងចូលមកញ៉ាំបាយផ្ទះបងអូនស្រីអាស៊យនៅខាងខេត្តបន្ទាយមានជ័យគឺបងអូនស្រីនៅខាងស្វាយជែកអានេះដឹងខ្សែស្រឡាយខាងណាទេបងអូនវានេះសួរវាចដូនមួយក៏មិនមែនជាទួតមួយក៏មិនមែនណាតែវាប្រាប់ខ្ញុំថាបងអូនស្រីគឺបងអូនស្រីរបស់វាឥឡូវយើងចូលញ៉ាំបង្គាកូនសិននេះគឺភ្ញៀវរបស់ខ្ញុំអ្នកនៅខាងបាត់ដំបងអូហូយគាត់ថាសុបាយមែនបងជីឡាមួយឯងគឺមកជិបតោភ្លឺតែភ្លេងសុតបន្ទាប់ពីយើងបានមកដល់ខេត្តបៃលិនទីក្រុងព្រំយើងហើយនេះក្រុងបៃលិនយើងហ្នឹងតែនេះគឺនៅផ្សារព្រំគឺនៅផ្ទះខ្ញុំហ្មងឯផ្ទះខ្ញុំនៅខាងផ្សារព្រំខេត្តបៃលិនអូនិយាយពីមនុស្សវិញបងមនុស្សយកតាណាអស់ទៅមនុស្សច្រើនមែននិយាយទៅខាងព្រំខ្ញុំក៏មិនចាញ់សៀមរាប180បាត់ដំបងបានដែរអានេះគឺអាស៊យឃើញមុខវានិយាយទៅចង់ខ្លាចវាឥឡូវមុខនេះស៊យចុយម៉ៃស៊យឃើញមុខអានេះរៀងដល់ចិត្តក្រោយគឺឡានខ្ញុំដល់កក្នុងកាប៊ីនមានគេអង្គុយទេអង្គុយក្រោយអ្នកអស់គ្នាសង្កេតមើលកង់ឡានក្រោយខ្ញុំស្អិតជាមួយនឹងអានេះឡានបណ្ដោយជីលាន់ខោកនេះមកឡាននេះគឺមិនក្រោមពី20នាក់ទេឡើងមកជុំងុំរួនបានហើយឥឡូវយើងសវ័យវិយប់អស់ចិត្តទៅមើលលទ្ធផលពេលព្រលឹមឡើងបានមករុកនឹងគេដែរគេបើកគេអង្គុយក្រោយសបាយព្រាតឯងបើកឡានស្ពៃអានេះគឺលទ្ធផលព្រលឹមឡើងលៀងឡានទៅណាអស់ហើយអ្នកជិះក្រោយអកព្រលឹមឡើងលៀងឡានណាមុខស្អុយងោងមើលទៅមុខខ្ញុំទៅនេះគឺអូហូបាននិយាយពីសក់វិញគឺដៃដោះឆ្នាំងអញ្ចឹងមានវិធីសាស្ត្រអីទេឲ្យសក់វិញដូចដើមវិញសក់ដូចដៃដោះឆ្នាំងមុខឡើងស្អុយងោងដល់កគេថាសបាយប៉ុណ្ណាក៏ទុកវិញក៏ប៉ុណ្ណឹងដែរអាម្សៅហ្នឹងវាចូលតាំងកញ្ចក់គឺដោះអត់ចេញបណ្ដោយគឺចូលគ្រប់កន្លោះកលៀតតែសំខាន់នៅក្នុងឡានគឺស្អុយងោងចាក់ទឹកចូលផងម្សៅផងដល់ស្អុយពេញឡានអញ្ចឹងវីដេអូហ្នឹងគឺមានតែប៉ុណ្្នឹងទេអានេះគឺផ្ទះខ្ញុំគឺនៅខាងច្រកព្រំខេត្តបៃលិនណានិយាយរួមទៅផ្ទះខ្ញុំជាប់ជ័យដែនទេមកឃើញភ្នំមុខខ្ញុំហ្នឹងអត់ភ្នំហ្នឹងគឺភ្នំខាងថៃហើយគឺដើរមកតិចគឺដល់ថៃផ្ទះខ្ញុំគឺជាប់ជ័យដែន
ងាយស្រួលមែនតែនសម្រាប់ការចេញចូលរបស់ខ្ញុំ